ជំរាបសួរលោកគ្រូអ្នកគ្រូខ្ញុំបានឈ្មោះសារីចៃយារៀនថ្នាក់ទី3កនៅសាលាអន្តរជាតិសាលាសាខាចំកាដូថ្ងៃនេះខ្ញុំបានឡើងមកនិយាយអំពីបន់ជោលឆ្នាំខ្មែរពិធីបន់ជោលឆ្នាំថ្មីប្រពៃណីខ្មែរប្រព្រឹត្តទៅចំនួន3ថ្ងៃថ្ងៃទី1គឺជាថ្ងៃមហាសង្ក្រាន្តថ្ងៃទី2គឺជាថ្ងៃវីរៈវ័នបតថ្ងៃទី3គឺជាថ្ងៃវីរៈឡើងស័កថ្ងៃទី1គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវិលុកចែកដីនៅជុំវិញព្រះវិហារឬនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះពេលប្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃនិងនិមន្តព្រះសង្ឃឆ្លងព្រំសាច់សម្ដែងធម៌ទេសនាថ្ងៃទី2គេកូនចៅជូនសម្លៀកបំពាក់នំចំណីលុយកាក់ដល់អ្នកមានគុណមានឪពុកម្ដាយជីដូនជីតាជាដើមពេលរសៀលគេទៅពូនភ្នំខ្សាច់ហើយនឹងនិមន្តព្រះសង្ឃបាំងឆ្កោចែកដីបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងឬប្អូនដែលបានស្លាប់ទៅថ្ងៃទី3ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹកនិងស្រង់ព្រះពុទ្ធរូបហើយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះគេលេងល្បែងប្រជាប្រិយកំសាន្តសប្បាយដូចជាបោះអង្គុនចោលឈូងទាញព្រ័ត្រលាក់កន្សែងនិងចាប់គុនខ្លែងនិងរាំវង់ជាដើមដូចនេះការនិយាយរៀបរាប់អំពីបុណ្យចូលឆ្នាំថ្មីក៏ដល់ទីបញ្ចប់ដែរសូមអរគុណបាយបាយ